បាទសួស្តីបងប្អូនគ្នាហើយនេះជាវីដេអូទី1របស់លោកគ្រូនៅក្នុង Channel Symmetry Teacher KH ដែលថ្ងៃនេះលោកគ្រូលើកយកនៅមេរៀនមួយដែលនិយាយអំពីរុក្ខធាតុនៅក្នុងចម្ពោះទី1ថ្នាក់គីមីទី7របស់យើងបាទដែលគោលម្ដងមេរៀនថ្ងៃនេះគឺលោកគ្រូលើកយក4ចំណុចទី1គឺបងប្អូនស្គាល់អំពីនិយមន័យរុក្ខធាតុ2លក្ខណៈរបស់រុក្ខធាតុ3បម្រើរុក្ខធាតុទី4គឺលោកគ្រូមានសំណួរចំណុចនៅចុងមេរៀនដែរណាអញ្ចឹងសូមបងប្អូនតាមដានអស់គ្នាបាទដែលថ្ងៃនេះគឺលោកគ្រូលើកមួយចំណុចគឺរុក្ខធាតុអញ្ចឹងយើងមើលអស់គ្នាដូចម្តេចហៅថារុក្ខធាតុអញ្ចឹងបងប្អូនអស់គ្នាដែលស្គាល់រុក្ខធាតុមកពីមុនអត់ណាតើវាជាអ្វីបាទតោះអញ្ចឹងយើងមើលយមន័យអស់គ្នាអញ្ចឹងរុក្ខធាតុគឺជាភាវៈទាំងឡាយណាដែលមានម៉ាស់និងមានតាំងក្នុងលំហអញ្ចឹងឲ្យតែវត្ថុដែលយើងមើលនៅជុំវិញខ្លួនយើងវាមានម៉ាស់ហើយនឹងមានតាំងនៅក្នុងលំហគឺយើងចាត់ទុកវាជារុក្ខធាតុទាំងអស់តោះនេះបាទអញ្ចឹងយើងមើលទៅលើឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ទី1គឺលោកគ្រូបាននាឡិកាដៃឡានតុទូកៅអីនិងអាគារណាដែលវត្ថុទាំងអស់នេះហើយគឺជារុក្ខធាតុដែលយើងសម្គាល់វាបានដោយសារម៉ាស់ហើយនឹងមានបាទតោះអញ្ចឹងយើងចូលដល់ចំណុចមួយទៀតតើរុក្ខធាតុមានភាពរុក្ខអ្វីខ្លះណាអញ្ចឹងនៅក្នុង slide មុនលោកគ្រូបង្ហាញតែរឹងណាអញ្ចឹងបងប្អូនគិតមើលតើរាវហើយឧស្ម័នហ្នឹងមិនដែររុក្ខធាតុដែរអត់ណាអញ្ចឹងយើងមើលអស់គ្នាបាទអញ្ចឹងរុក្ខធាតុគឺមានភាពរុក្ខ3គឺរឹងរាវនិងឧស្ម័នណាអញ្ចឹងយើងមើលឧទាហរណ៍ភាពរុក្ខរឹងអញ្ចឹងមានដុំថ្មបន្ទាត់នំហើយនឹងដែកណាបាទភាពរុក្ខរាវគឺអាកលទឹកក្រូចនិងទឹកត្រីណាបាទហើយភាពរុក្ខឧស្ម័នគឺមានខ្យល់អុកស៊ីសែនកាបូនឌីអុកស៊ីតអញ្ចឹងយើងមើលរូបភាពទាំងអស់គ្នាណាអញ្ចឹងរូបភាពដែលលោកគ្រូបង្ហាញទី1នេះគឺបង្ហាញអំពីស្រាណាដែលគេយកអាកលទៅធ្វើណាហើយជាភាពរុក្ខរាវរីឯបន្ទាត់នោះគឺជាភាពរុក្ខរឹងហើយរូបខាងក្រោមបង្ហាញអំពីយន្តហោះហើយនឹងបរិយាកាសណាផ្ទៃអាកាសនៅខាងលើផងយើងគឺបង្ហាញអំពីភាពរុក្ខ2ណាគឺរឹងយន្តហោះឧស្ម័នគឺខ្យល់នៅលើបរិយាកាសផែនដីផងយើងណាអញ្ចឹងចំពោះវីដេអូទី1ថ្ងៃនេះរបស់លោកគ្រូគឺបានបញ្ចប់ត្រឹមនេះហើយបាទហើយសង្ឃឹមថាបងប្អូនអរគ្នានឹងយល់អំពីមេរៀនដែលយើងរៀនថ្ងៃនេះបងបានស្គាល់អំពីចំណុចអ្វីទៅជារុក្ខធាតុហើយរុក្ខធាតុមានភាពរុក្ខអ្វីខ្លះបាទអញ្ចឹងវីដេអូទី1របស់លោកគ្រូបានបញ្ចប់ណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ទាំងអស់គ្នាបាទអញ្ចឹងយើងជួបគ្នានៅវីដេអូទី2បន្តណាបាទអរគុណ